កាសែតដោយចំណាស់អង់គ្លេសដាក់ចំណងជើងប្រទេសថៃនឹងក្លាយជាជំងឺអាស៊ីស្ថានភាពនយោបាយអស្ថិរភាពក្នុងប្រទេសគ្មានការកែតម្រង់ហេដ្ឋារចនាសម្ព័ន្ធឲ្យខ្លាំងក្លានិងមិនមានក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាការបង្កើតចំនួនជាមួយប្រទេសកម្ពុជាបានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវជាប់គាំងខណៈសេដ្ឋកិច្ចរបស់វៀតណាមត្រូវគេរំពឹងថានឹងវាត់ដាច់ហើយរុញទម្លាក់ប្រទេសថៃដែលមានសេដ្ឋកិច្ចធំលំដាប់លេខ2នៅអាស៊ានចេញពីតំណែងហើយឥឡូវសារព័ត៌មានប្រចាំថ្ងៃរបស់អង់គ្លេសបានដាក់ចំណងជើងថាប្រទេសថៃជាជំងឺអាស៊ីខណៈកាសែតរបស់ថៃ The Nation ក៏បានផ្សាយថាសេដ្ឋកិច្ចរបស់ប្រទេសថៃធ្លាប់ជាខ្លាធ្លាក់មកជាអ្នកជំងឺអាស៊ីសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khawsod បានផ្សាយថាសារព័ត៌មានដ៏ល្បីល្បាញរបស់អង់គ្លេស Financial Times បានចុះផ្សាយនៅអត្ថបទមួយរបស់ខ្លួនជាមួយនឹងចំណងជើងថាប្រទេសថៃកំពុងក្លាយជាអ្នកជំងឺអាស៊ីជាមួយនឹងការព្រមានថាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងតែជាប់គាំងជាមួយនឹងកំណើនប្រហែល 2% អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដោយសារការប្រើប្រាស់ផលិតកម្មនិងទេសចរធ្លាក់ចុះខ្លាំងសេដ្ឋកិច្ចរបស់ប្រទេសថៃធ្លាប់ជាខ្លាមួយនៅអាស៊ីតែឥឡូវប្រទេសអាស៊ានមួយនេះកំពុងតែថយចុះអំណាចបែបនេះនឹងការកើនឡើងសម្ពាធសម្រាប់ជីវភាពគ្រួសាររបាយការណ៍ដដែលនោះបានលើកឡើងអំពីបញ្ហារចនាសម្ព័ន្ធធ្លាក់ចុះកាន់តែខ្លាំងរួមទាំងចំនួនមនុស្សវ័យចំណាស់បំណុលគ្រួសារជិត 90% នៃផលិតផលក្នុងស្រុកសរុបឬ GDP កម្លាំងប្រគួតប្រជែងថយចុះនិងអស្ថិរភាពនយោបាយអូសបន្លាយរយៈពេលយូរការផលិតនិងវិស័យរថយន្តបានថយចុះស្របពេលវិស័យទេសចរនៅតែទាបជាងកម្រិតនៅមុនការរាតត្បាតពីជំងឺ COVID-19 ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពនិងការប្រគួតប្រជែងនៅក្នុងតំបន់ទន្ទឹមគ្នានេះដែរសារព័ត៌មានដ៏ចំណាស់ដែលមានអាយុកាលប្រហែល138ឆ្នាំរបស់អង់គ្លេស Financial Times ព្រមានថាប្រសិនបើគ្មានការកែតម្រង់ហេដ្ឋារចនាសម្ព័ន្ធឲ្យខ្លាំងក្លាបន្ថែមទៀតនិងមិនមានក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនោះទេប្រទេសថៃអាចប្រឈមនឹងសេដ្ឋកិច្ចធ្លាក់ចុះកាន់តែខ្លាំងឡើងបន្តទៀតដោយក្រុមអ្នកសេដ្ឋកិច្ចព្រមានថាយេហោជំងឺអាស៊ីសមនឹងទទួលយក